Okay, so today on here what ត្រឡប់មកកាន់មេរៀនរបស់យើងសាជាថ្មីម្ដងទៀតហើយថ្ងៃនេះគឺយើងនឹងចូលទៅមេរៀនទី2គឺ present continuous បាទហើយថ្ងៃហ្នឹងគឺយើងនឹងbreak វាជាតូចៗបាទយើងបបែកវាជាតូចៗគឺទី1តកតងទៅនឹង form usage cases ហើយនឹងតកតងទៅនឹង exercise ផងយើងអញ្ចឹងបើខាត់ពេលយូរយើងទៅបាទទី1គឺយើងនឹងសិក្សាតកតងពី form យើងដឹងហើយថាបាទគឺវាមាន3ទាំងអស់វាមាន3បាទអញ្ចឹងគឺ3នេះគឺ positive យើងមើល positive គឺវាមាន subject plus to be ហ្នឹងគឺជា am is ហើយនឹង are ហើយនឹង plus verb ing ហើយនឹង object ខ្ញុំដាក់នៅក្នុងវងកញ្ចក់បែបនេះមានន័យថាវាមិនតែងតែជា object ទេនៅពេលដែលបញ្ចប់ទៅដោយប្រយោគអញ្ចឹងណាមានន័យថាពេលខ្លះវាអាចជា complement វាអាចជាអីផ្សេងក្រៅពី object អញ្ចឹងទៅអញ្ចឹងខ្ញុំសូមបែងចែកវាអញ្ចឹងnegative គឺយើងមាន subject plus to be បាទ to be ហ្នឹងគឺ am is are ហ្នឹងហើយ plus not plus verb ing ហើយនឹង plus object ដូចគ្នាហើយ full stop ដែរហើយនឹង question ចុងក្រោយគឺ to be បាទយើងបោះ to be មកវិញមកយើង say am is are ជាអក្សរធំណាដំបូងបាទ plus subject plus verb ing ហើយនឹង plus object ជាមួយនឹង question mark នេះគឺជាទម្រង់ទាំង3នៃ present continuous គឺ positive negative ហើយនិង question យើងទៅមួយទៀតបាទយើងមើលឧទាហរណ៍តកតងទៅនឹង positive វិញអញ្ចឹងយើងមើលប្រយោគទី1គេដាក់ថា I am studying English អញ្ចឹងយើងមើល subject ផងយើងមាននៅបាទយើងមាននៅនេះគឺ I នេះ subject plus to be អញ្ចឹង to be យើងដឹងហើយថា am is are ហើយយើងដឹងហើយ I ប្រើជាមួយអ្វីដែរគឺប្រើជាមួយ am អញ្ចឹងយើងដាក់ am មកហើយបន្ទាប់មក verb ing គឺជា verb ដែលយើងបន្ថែម ing ទៅលើវាអញ្ចឹងដូច study អញ្ចឹងយើងថែម ing ទៅវាទៅជា studying ហើយ English នេះគឺខាងចុងហ្នឹងមក I am studying English មានន័យថាខ្ញុំកំពុងតែសិក្សាភាសាអង់គ្លេសឬក៏ខ្ញុំកំពុងរៀនភាសាអង់គ្លេសអញ្ចឹងនៅក្នុង present continuous យើងបកប្រែថាកំពុងសកម្មភាពដែលវាកំពុងកើតឡើងណាបាទហើយទៅមើលទី2 he is working in the room គាត់កំពុងតែធ្វើការនៅក្នុងបន្ទប់អញ្ចឹងយើងមើល subject ផងយើងមាននេះគឺ he ហើយ to be am is are យើងដឹងថា he ប្រើជាមួយនឹង is បាទ work ing បាទអញ្ចឹងយើងដាក់ verb ing យើងដាក់ working in the room មានន័យថាគាត់កំពុងតែធ្វើការនៅក្នុងបន្ទប់អញ្ចឹងទី3ក៏អត់ខុសពីឥឡូវដែរគឺយើងមាន subject they យើងមាន am is are បាទយើងមាន are ដែលប្រើជាមួយ they យើងមាន playing ដែលជា verb ing ហើយនិង football ខាងចុងអញ្ចឹងទៅទី4 Daro is speaking with his teacher មានន័យថា Daro កំពុងនិយាយជាមួយនឹងគ្រូផងគាត់អញ្ចឹង Daro បាទគឺជា subject វាដើរតួជា he she ឬក៏ it អញ្ចឹងទៅហើយ is បាទយើងដឹងហើយថាកាលណា he she it យើងប្រើប្រាស់ជាមួយនឹង is ហើយ speaking គឺជា verb ing នេះបាទ verb ing speaking with his teacher បាទអញ្ចឹងទី5 you are watching TV now អ្នកកំពុងតែមើលទូរទស្សន៍ឥឡូវនេះអញ្ចឹង you ជា subject are យើងដឹងហើយបាទ to be គឺ are ប្រើជាមួយនឹង you ហើយនឹង watching គឺជា verb ing ហើយនឹងបាទ plus object អញ្ចឹងទៅបាទនេះគឺជា positive ជា example នៅក្នុងទម្រង់ស្របនៃ present continuous យើងចូលទៅកន្លែងទី2គឺតកតងទៅនឹងបាទ negative បដិសេធអញ្ចឹងខ្ញុំគ្រាន់ដាក់មកបាទនេះ subject គឺយើងមាន I បាទទី1ណាឧទាហរណ៍ទី1 I am not studying English អញ្ចឹងយើងមើលមាន subject យើងមាន I អញ្ចឹង am is are ផងយើងមក to be គឺយើងប្រើមួយ am បន្ទាប់មកយើងគ្រាន់តែបន្ថែម not ពីមុខវាមកបាទនៅពីក្រោយវាមកហើយបន្ទាប់មកយើងដាក់ verb ing ធម្មតាបាទ studying English អញ្ចឹងទៅអញ្ចឹងអាហ្នឹងគឺយើងត្រូវទៅតាមទម្រង់ហ្នឹងទី2 he is not working in the room គាត់មិនកំពុងធ្វើការនៅក្នុងបន្ទប់ទេយើងមានដូចគ្នាបាទយើងផ្ទៀងផ្ទាត់ទៅតាម form ផងយើងទៅទី3 they are not playing football ពួកគេគឺអត់កំពុងលេងទាត់បាល់ទេទី4 Daro is not speaking with his teacher Daro គឺមិនកំពុងនិយាយជាមួយគ្រូផងគាត់ទេហើយទី5 you are not watching TV now អ្នកគឺមិនកំពុងតែមើលទូរទស្សន៍ទេឥឡូវនេះគឺជាទម្រង់បាទបដិសេធយើងមកមើលតកតងទៅនឹង question ម្ដងគឺអត់ពិបាកទេគេបោះ to be មកពីមុខវិញមកហើយបន្ទាប់មកយើងដាក់ plus subject plus verb ing ហើយនឹង plus object ជាមួយនឹង question mark ឧទាហរណ៍ទី1 sorry am I studying English បាទមានន័យថាតើខ្ញុំកំពុងរៀនភាសាអង់គ្លេសឬអញ្ចឹងយើងដាក់ am បោះមកមុខមកជា am is are ដែលប្រើប្រាស់ជាមួយនឹង I ជា subject ហើយនឹង studying ជា verb ing យើង plus ជាមួយនឹងបាទ object ហើយនឹង question mark ចុងមកទី2 is he working in the room តើគាត់កំពុងធ្វើការងារនៅក្នុងបន្ទប់ឬ
ហើយនឹងទី3គឺ are they playing football តើពួកគេកំពុងលេងទឹកបាល់ឬហើយនឹងទី4គឺ is Daro speaking with his teacher តើ Daro កំពុងនិយាយជាមួយគ្រូរបស់គាត់ឬហើយនឹងទី5គឺ are you watching TV now តើអ្នកកំពុងតែមើលទូរទស្សន៍មែនទេឥឡូវនេះបាទនេះគឺជាទម្រង់ទាំង3របស់ present continuous ដែលយើងមាន positive negative ហើយនិង question ហើយនេះគឺជាឧទាហរណ៍បន្ថែមបាទដើម្បីបញ្ជាក់ថាអ្នកនរគ្នាអាចយល់បានដែលយើងផ្សារភ្ជាប់ឧទាហរណ៍ជាមួយនឹងទម្រង់ឲ្យយើងស្រួលយល់បាទថ្ងៃហ្នឹងគឺវីដេអូមួយនេះគឺយើងមានតែប៉ុណ្្នឹងទេក្នុងការបង្ហាញទម្រង់ទាំង3យើងជួបគ្នានៅវីដេអូទី2ដែលនិយាយអំពីបាទការប្រើប្រាស់វិញម្ដងបាទសូមអរគុណ